បកនយោបាយរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិដែលម្សិលមិញលោកឯងថ្លែងថាកម្ពុជានៅទិញភ្លើងលោកឯង6ចំណុចលោកឯងឆ្លើយប្រាប់ប្រជាជនថៃនិងប្រជាជនកម្ពុជាតើនៅកន្លែងណាទៀតបើលោកឯងឆ្លើយថ្ងៃនឹងមិនបានចំណុចប្រមាណ6ចំណុចដែលលោកឯងនិយាយពីគឺលោកឯងមិនមែនជាមនុស្សទេសម្រាប់រាជសីចេញពីសមរភូមិមុខនាំឲ្យកើតកលយុគពេញក្រុងបាងកកសម្រាប់រាជសីសម្ដីសារិការបស់សម្ដេចតេជោហ៊ុនសែនចេញពីសមរភូមិមុខរយៈពេល2ថ្ងៃមុខនេះបានអង្រួននយោបាយក្រុងបាងកកឲ្យក្រឡាប់ចាក់នឹងកើតក្តីអំពើវិវក់ទាំងនយោបាយយោធានិងសេដ្ឋកិច្ចក្នុងសារដែលបានយល់ច្បាស់ពីនយោបាយផ្ទៃក្នុងរបស់ក្រុងបាងកកដូចបាតដៃសម្ដេចតេជោហ៊ុនសែនបានទម្លាយអស់រលីងខ្ទេចខ្ទីនៃការពិតពីការសណ្ដោសប្រោសប្រណីទាំងការជួយតាំងពីឪពុកនិងម្ដាយមីងជាអតីតនាយករដ្ឋមន្ត្រីថៃនិងតមកដល់កូនជានាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្នសារដែលបានទម្លាយទាំង8ចំណុចនេះសមល្មមដែលអាចធ្វើឲ្យអ្នកនយោបាយក្មេងខ្ចីបទពិសោធន៍រូបនេះរបូតចេញពីសង្វៀននយោបាយថៃក្នុងពេលឆាប់ខាងមុខនេះហើយតើវាសនានាយករដ្ឋមន្ត្រីវ័យក្មេងខ្ចីបទពិសោធន៍រូបនេះអាចរស់បានប៉ុន្មានថ្ងៃតទៅមុខទៀតមើលចុះរដ្ឋាភិបាលចម្រុះលែងទុកចិត្តគ្នាខ្លះទៀតបានលាលែងពីរដ្ឋាភិបាលចម្រុះនិងបានដាក់ញត្តិប្តឹងទៅក្រមប្រឹក្សាធម្មនុញ្ញឲ្យដកតំណែងនាយករដ្ឋមន្ត្រីទៅទៀតតាមប្រភពពីសារព័ត៌មានថៃច្បាស់ការឲ្យថាតុលាការធម្មនុញ្ញថៃនឹងពិចារណាលើញត្តិស្នើដកតំណែងនាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ននេះងាកទៅកងទ័ពឯនោះវិញកំពុងរីករាយឆ្លក់នឹងអំណាចបើកបិទព្រំដែនតាមអំពើចិត្តមិនគិតពីជីវភាពអាជីវករនិងពលរដ្ឋថៃទាល់តែសោះខណៈដែលប្រជាពលរដ្ឋមួយចំនួនចាប់ផ្ដើមមិនពេញចិត្តចេញមុខតវ៉ាចំពោះយោធានិងរដ្ឋាភិបាលថៃបណ្ដាហើយនោះការបែកបាក់ផ្ទៃក្នុងកាន់តែស្រួចស្រាលឡើងពីមួយថ្ងៃទៅមួយថ្ងៃដូចទឹកបាក់ទំនប់គឺมันអាចមានអ្វីមកទប់បាននោះឡើយម្យ៉ាងទៀតថៃរវល់តែរឿងផ្ទៃក្នុងចាក់ស្រេះដោះមិនចេញតែកុំភ្លេចថាមិនដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ របស់កម្ពុជាគឺនៅរងចាំស្វាគមន៍ថៃជានិច្ចហើយកុំភ្លេចរៀបចំឯកសារនិងភស្តុតាងមកតតាំងគ្នាឲ្យដាច់ស្រេចតែម្ដងទៅរឿងដែលពិសេសមួយទៀតដែលត្រូវបានសម្ដេចតេជោហ៊ុនសែនបានបង្ហើបថាសម្ដេចបានទទួលដំណឹងមួយដ៏អស្ចារ្យដែលបង្កើននិងជួយដល់ផ្នែកផ្លូវច្បាប់កាន់តែខ្លាំងក្លាមកខាងកម្ពុជាយើងបានចាប់ចំណុចខ្សោយជាប់ហើយទៅលើឯកសារមួយនេះមិនធម្មតាឡើយតែខ្ញុំសូមបញ្ជាក់សូម្បីតែផែនទីដែលគេគូសខ្លួនឯងក៏ជាទីតាំងដីខ្មែរនោះដែរនេះជាប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនសរុបរួមមកទាំងប្រធានព្រឹទ្ធសភាសម្ដេចតេជោហ៊ុនសែននិងប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្ដេចមហាបវរធិបតីបានបញ្ជាក់ច្បាស់លាស់ហើយថាគឺមិនអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ននេះកើតទៀតទេហើយកម្ពុជានឹងរងចាំធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីថៃថ្មី